ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានអះអាងនៅថ្ងៃប្រហ័សទី6 ខែសីហានេះថាសហរដ្ឋអាមេរិកមានការផ្គត់ផ្គង់គ្រាប់រ៉ុកែតនិងគ្រាប់រំសេវយ៉ាងច្រើនសន្ធឹកសន្ធាប់ហើយបានព្រមានចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងចំពោះអ្នកដែលផ្សព្វផ្សាយព័ត៌មានផ្ទុយពីនេះចំពេលដែលកំហឹងរបស់លោកចំពោះសង្គ្រាមជាមួយអ៊ីរ៉ង់កំពុងកើនឡើងការប្រតិកម្មយ៉ាងខ្លាំងក្លារបស់មេដឹកនាំអាមេរិកនេះបានធ្វើឡើងនៅលើបណ្ដាញសង្គម Truth Social បន្ទាប់ពីមានរបាយការណ៍ពីសារព័ត៌មានធំៗរួមទាំង The Washington Post និង CNN ដែលបានចុះផ្សាយថាសហរដ្ឋអាមេរិកកំពុងជួបប្រទះបញ្ហាខ្វះខាតគ្រាប់រំសេវនិងប្រព័ន្ធការពារមីស៊ីលជាពិសេសគឺការប្រើប្រាស់អស់ប្រមាណ 80% នៃគ្រាប់រំសេវស្កាត់ទុកប្រភេទ THAAD ដែលបានប៉ះពាល់ដល់យុទ្ធសាស្ត្រយោធាក្នុងចំនួនជាមួយអ៊ីរ៉ង់សារព័ត៌មាន The Washington Post ក៏បានរាយការណ៍ផងដែរថាលោក Donald Trump បានចោទសួររដ្ឋមន្ត្រីការពារជាតិលោក Pete Hegseth អំពីបញ្ហានេះក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅឯទីសំណាក់ Camp David កាលពីថ្ងៃសុក្រសប្តាហ៍មុនទោះជាយ៉ាងណាក៏ដោយលោក Donald Trump បានច្រានចោលព័ត៌មានទាំងនោះដោយអះអាងថាសហរដ្ឋអាមេរិកមានគ្រាប់រំសេវយ៉ាងច្រើននិងកំពុងបង្កើនការផលិតនៅក្នុងរោងចក្រក្នុងស្រុកយ៉ាងសន្ធឹកសន្ធាប់លោកក៏បានព្រមានថាជនដែលលួចទម្លាយព័ត៌មានคล้ายៗឬអ្នកទម្លាយការសម្ងាត់នឹងត្រូវប្រឈមមុខនឹងការតាមប្រម៉ាញ់និងការដាក់ទោសទណ្ឌរយៈពេលវែងក្នុងពន្ធនាគារខណៈដែលអ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt និងអ្នកនាំពាក្យក្រសួងការពារជាតិលោក Sean Parnell ក៏បានចេញមុខច្រានចោលរបាយការណ៍ទាំងនោះថាជាព័ត៌មានមិនពិតផងដែរ